វីវហើយនេះហើយលទ្ធផលដែលវាយប្រហារមកលើប្រទេសខ្មែរបាទនៅថ្ងៃទី25នេះលោកនាយករដ្ឋមន្ត្រីថៃបានដាក់ប្រទេសក្នុងគ្រាអាសន្នដែលទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃកំពុងតែឡើងខ្លាំងបាទហើយប្រជាជនដែលបាត់ខ្លួននឹងជួបទុកដោយសារទឹកលិចហ្នឹងគឺមានច្រើនណាស់បងប្អូននេះគឺជាការដែលកម្មរបស់ប្រទេសថៃបាទដែលវាយប្រហារមកប្រទេសខ្មែរគឺមានកម្មមែនបាទលើលោកនេះមានកម្មពិតប្រាកដមែនបាទនៅពេលនេះនាយករដ្ឋមន្ត្រីថៃកំពុងតែចុះសាកសួរសុខទុក្ខរបស់ដល់ប្រជាពលរដ្ឋថៃដែលជួបទុក្ខដោយសារលិចទឹកបាទហើយស្របពេលដែលមានការលិចទឹកនៅទីក្រុងនៅភាគខាងត្បូងប្រទេសថៃនោះចំណែកឯនៅព្រំដែនមីយ៉ាន់ម៉ានោះគឺមានការបញ្ជូនទ័ពទាំងមីយ៉ាន់ម៉ាទាំងថៃបានមានការបញ្ជូនទ័ពដាក់គ្នាអញ្ចឹងទើបធ្វើឲ្យនៅតាមព្រំដែនកម្ពុជាយើងនេះស្ងប់ស្ងាត់បាទដោយសារប្រទេសថៃកំពុងតែជួបវិនាសកម្មមួយដល់មិនដែលជួបបាទជិត20ឆ្នាំជាងហើយគឺលិចទឹកទីក្រុងសំខាន់របស់ប្រទេសថៃហើយមិនលិចទឹកធម្មតាទេបាទលិចទឹកឡើងលិចដល់ត្បូងផ្ទះហ្មងបាទឃើញមានអ្នកខ្លះឡើងតោងខ្សែភ្លើងអ្នកខ្លះរត់ឲ្យគេជួយសង្គ្រោះគេបែរជាបាត់ខ្លួនទៀតមិនដឹងថាបាត់ខ្លួនឥឡូវអត់ទាន់រកឃើញទេអ្នកជួយសង្គ្រោះគេនឹងបាត់ខ្លួនជិត 2-3 នាក់ដែរដែលយើងថតនៅក្នុងវីដេអូហ្នឹងឥឡូវអត់ទាន់ឃើញទេហើយសង្ឃឹមថាប្រទេសថៃបាទក៏រូបកិច្ចព្រមព្រៀងសន្តិភាពនៅកូឡាឡាំពូជាមួយនឹងលោកដូណាល់ត្រាំសម្រាប់ដោះលែងអ្នកជាប់ឃុំទាំង18នាក់ដែលទាហានថៃចាប់ខុសច្បាប់នៅថ្ងៃសង្គ្រាមចុងក្រោយហើយនេះហើយទឹកលិចទីក្រុងឥឡូវឮថាទំនប់ដែលឡើងខ្ពស់ហ្នឹងអាចនឹងបាក់ទំនប់នោះថែមទៀតវាអាចលិចដល់បាងកកផងដែរបាទខណៈដែលប្រទេសជិតខាងកំពុងលិចប្រទេសកម្ពុជាយើងគឺអត់អីទេគឺដល់រដូវជិតដល់រដូវប្រាំងវិញហើយគឺប្រទេសកម្ពុជាលែងមានទឹកលិចហើយក៏រស់នៅគឺប្រជាជនប្រកបដោយសន្តិភាពទាំងអស់គ្នាបាទយើងសង្ឃឹមថាទឹកចំនួនដែលនៅប្រទេសថៃនោះនឹងអាចបន្តឡើងថែមទៀតព្រោះថាទំនប់ដែលមានធ្វើទំនប់ទប់សម្រាប់ការពារទឹកហ្នឹងក៏ទឹកឡើងកាន់តែខ្លាំងដែរបាទហើយទឹកហ្នឹងគឺទប់អត់ជាប់ទេបាទមួយលិចទាំងកន្លែងបង្ហោះ S16 ផងដែរបាទនេះ admin គាត់តែនិយាយ voice ទេបាទចាំ admin ចេញព័ត៌មានសំខាន់ admin និយាយឲ្យបានព្រោះថាព័ត៌មាននេះបញ្ញាប់បាទបងប្អូនសូមអរគុណ